រោគសញ្ញានៃការចុះខ្សោយដំឡូងនោមកង្វះសមត្ថភាពរបស់ដំឡូងនោមមានរោគសញ្ញាជាច្រើនដែលគេច្រើនតែងតែមិនបានយកចិត្តទុកដាក់ដល់ត្រូវដឹងថាជំងឺខ្សោយដំឡូងនោមងាយនឹងព្យាបាលទេបើសិនជាគេឆាប់ព្យាបាលដូច្នេះអ្នកត្រូវតែឧស្សាហ៍ប្រឌិតមើលជារឿយៗហើយឆាប់ព្យាបាលជាបន្ទាន់បើសិនជាបងប្អូនមានរោគសញ្ញាណាមួយដែលគួរឲ្យសង្ស័យទី1មិនឃ្លានចំណីអាហារដែលជាលទ្ធផលនៃការប្រមូលផ្ដុំជាតិពុលនៅក្នុងរាងកាយទី2មានអ្វីប្លែកៗនៅក្នុងការនោមនោមមានឈាមនោមញឹកជាងធម្មតានោមមានពពុះនោមមានពណ៌នោមមានក្លិនមិនប្រក្រតីទី3ស្បែកស្ងួតហើយមានដំបៅរមាស់អាស្រ័យដោយមកពីកង្វះជាតិរ៉ែដែលមានការបង្ករោគឬជំងឺនៅក្នុងដំឡូងនោមទី4មានបញ្ហានៅក្នុងការដេកដោយសារតែមានជាតិពុលកកច្រើននៅក្នុងរាងកាយទី5មានភ្នែកលៀនដោយសារតែកង្វះប្រូតេអ៊ីននៅពេលដែលដំឡូងនោមមិនអាចចុះឈាមបានល្អទី6មានក្តាប់កាច់ដៃឬរមួលក្រពើដោយបាត់សមត្ថៈអេឡិចត្រូលីតខ្វះកាល់ស្យូមឬក៏ផូស្វ័របណ្ដាលមកពីការខ្សោយដំឡូងនោមទី7ហើមជើងទោះមានសូដ្យូមលើសដោយសារតែដំឡូងនោមចោះយកមិនអស់ទី8អស់កម្លាំងទន់ហិតល្ហៃដោយសារតែមានជាតិពុលក្នុងខ្លួនឬកង្វះឈាមក្រហមតាក់ទងនឹងការតាមដានរោគជំងឺដំឡូងនោមយើងមានវិធីតាមដានបែបពីរបែបទី1ធ្វើការវិភាគទឹកនោមបើកាលណាមានវត្តមានប្រូតេអ៊ីនច្រើននេះជាសញ្ញាថាមានជំងឺដំឡូងនោមហើយទី2ធ្វើការវិភាគឈាមដែលមានប្រសិទ្ធភាពខ្ពស់